សូមគោរពមេដាបេដាអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី4នៃសាលាបឋមសិក្សាអូតាប្រុកទាំងអស់ជាទីគោរពនិងសួស្តីគុណសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាននៅក្នុងវីដេអូនេះគឺលោកគ្រូនឹងបង្ហាញគោលអំពីរបៀបនៅក្នុងការប្រើប្រាស់ប័ណ្ណព័ត៌មានសិស្សទាំងអស់នេះណាបាទអញ្ចឹងដើម្បីកូនអាចចូលប្រើប្រាស់នៅចំពោះតាក់ទងជាមួយនឹង PLP នេះគឺងាយស្រួលទេគឺដំបូងគឺកូនគ្រាន់តែបាទចូលទៅកាន់ web browser ណាមួយក៏បានឬក៏កូនអាចចូលកន្លែង test bar នេះក៏បានឬក៏កូនបើមាន Google កូនអាចចូលត្រង់កន្លែង Google នេះក៏បានឬក៏បើសិនជាទូរស័ព្ទដៃរបស់កូនមានតាក់ទងជាមួយនឹងChrome បាទកម្មវិធី Chrome នេះចឹងកូនក៏អាចចូលតាម Chrome នេះក៏បានដែរអញ្ចឹងជំរឿសមានច្រើននៅក្នុងការចូលស្វែងរកតាក់ទងជាមួយនឹង PLP បាទអញ្ចឹងលោកគ្រូចូលតាម Google ហើយបន្តទៀតលោកគ្រូគ្រាន់តែវាយ PLP មកអញ្ចឹងកូននឹងឃើញ PLP នេះអញ្ចឹងបន្តទៀតកូនចុចទៅលើនឹងមួយបាទហើយកូនរងចាំវាបន្តិចបន្តទៀតគឺកូនចូលកន្លែងសិស្សនេះបាទអញ្ចឹងគឺវាមាន3វាមានថ្នាលបឋមចំនួនថ្មីថ្នាលតេស្តនិងប្រឡងហើយនឹងចុងក្រោយគឺថ្នាលបឋមចាស់អញ្ចឹងលោកគ្រូធ្វើការចូលថ្នាលបឋមចំនួនថ្មីខាងលើបាទហើយដើម្បីកូនអាចចូលគណនីខ្លួនឯងកូនចុចកន្លែងចូលគណនីណាបាទចូលគណនីនេះបន្តមកទៀតគឺកូនមាន2ជំរើសកូនចូលតាមឈ្មោះអ្នកប្រើប្រាស់ជាមួយលេខសម្ងាត់ក៏បានចំពោះឈ្មោះអ្នកប្រើប្រាស់គឺនៅលើ QR code របស់យើងគឺមានហើយគឺ STU57 ហើយបន្តទៀតកូនបញ្ចូលលេខ3ខ្ទង់ទៀតនៅលើ QR code របស់កូនហើយចំពោះលេខសម្ងាត់នេះគឺ student @123 បាទគឺលោកគ្រូសូមវាយបង្ហាញបន្តិចបាទកូនគ្រាន់តែវាយstudent ហើយ@123បាទអាហ្នឹងកូនចូលតាមឈ្មោះអ្នកប្រើប្រាស់ណាប៉ុន្តែបើសិនជាកូនចូលតាម scan QR អញ្ចឹងកូនចុចទៅលើ scan QR នេះក៏បានបន្តមកទៀតគឺវានឹងអនុញ្ញាតឲ្យកូន scan ណាបាទអញ្ចឹងគឺនេះជាប័ណ្ណព័ត៌មានរបស់កូនអញ្ចឹងកូនគ្រាន់តែអូខេឥឡូវលោកគ្រូនឹងធ្វើការ scan ឲ្យកូនមើលអញ្ចឹងបាទលោកគ្រូសូមចុច scan QR ម្ដងទៀតបាទបន្តទៀតយើងតម្រង់ឲ្យត្រូវ QR code PLP របស់យើងនេះអូខេអញ្ចឹងកូននឹងអាចចូលទៅគណនីរបស់កូនរៀងខ្លួនបានណាបាទអញ្ចឹងនៅក្នុងគណនីថ្នាល PLP នេះគឺមានពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6អញ្ចឹងកូនចង់រៀនថ្នាក់ទីប៉ុន្មានក៏បានដែរគឺអាស្រ័យទៅលើសមត្ថភាពរបស់កូនបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺលោកគ្រូមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា